ជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំបាទប្លែកមុនហើយថ្ងៃនេះដែរគឺខ្ញុំមកប្រាប់អ្នកទាំងអស់គ្នាពីរបៀបដោះ achievement ពី rank gold ទៅ rank diamond អញ្ចឹងតោះអ្នកទាំងអស់គ្នាយើងកុំឲ្យខាត់ពេលយូរខ្ញុំនឹងចូលប្រាប់អ្នកទាំងអស់គ្នាអញ្ចឹងបើសិនអ្នកទាំងអស់គ្នាចង់ donate លើកទឹកចិត្តខ្ញុំអ្នកទាំងអស់គ្នាក៏អាច scan តាម QR នេះបានដែរតោះអញ្ចឹងយើងកុំឲ្យខាត់ពេលយូរខ្ញុំនឹងចូលប្រាប់អ្នកទាំងអស់គ្នាមកដល់achievement head to head នេះអញ្ចឹងអ្នកនរគ្នាធ្វើម៉េចតម្រូវឲ្យប៉ះក្រុម Iron Wall ហើយយើងលេងម៉េចឲ្យឈ្នះក្រុមហ្នឹងដោយយើងវាយបញ្ចូលអ្នកនរគ្នាយើងកុំលួចកុំឲ្យដាច់ខាតកុំលោតអីលួចអីយ៉ាងយើងត្រូវតែវាយបញ្ចូលយកហ្មងអ្នកនរគ្នាអញ្ចឹងយើងលេងមិនឲ្យឈ្នះក្រុមហ្នឹងទៅវានឹងលោត achievement ឲ្យអ្នកនរគ្នាជាពិសេសអ្នកនរគ្នាកុំលួចដាច់ខាតចឹងយើងធ្វើម៉េចចូលវគ្គ tournament រកក្រុម Iron Wall này ឃើញមកហើយអ្នកគ្នាគ្រាន់តែលេងឈ្នះវាទៅវានឹងលោ achievement ឲ្យឯអ្នកគ្នាចឹងកន្លែងហ្នឹងគឺអត់មានអីម្បាទេគ្រាន់អ្នកគ្នាវាយធ្វើម៉េចឲ្យឈ្នះវាមកមួយទៀតខ្ញុំបញ្ជាក់អ្នកគ្នាគឺហាមលួចដាច់ខាតហាមលោតលួចតម្រូវវាយបញ្ចូលសុទ្ធហ្មងអ្នកគ្នាយើងធ្វើម៉េចវាយបញ្ចូលហ្មងចឹងបើអាចអ្នកគ្នាបិទវាស្រោនក៏បានបិទវាថា1 2ក៏បានអីក៏បាននិយាយទៅធ្វើមិនក៏ដោយឲ្យតែឈ្នះតែយើងបិទទៀតវាកាន់តែល្អចឹងទៅចឹងកន្លែងហ្នឹងខ្ញុំបាទឧទាហរណ៍អ្នកគ្នាមើលបន្តិចព្រោះខាងខ្ញុំគឺដល់ឈឹងមិនហើយចឹងពេលខ្ញុំវាយឈ្នះវាអត់លោតឲ្យដែរយ៉ាងណាអ្នកគ្នាតែអ្នកគ្នាអាចធ្វើតាមខ្ញុំប្រាប់បានគឺ 100% អ្នកគ្នាធ្វើបានយ៉ាងណាអូខេអញ្ចឹងកន្លែងហ្នឹងគឺមានតែប៉ុណ្្នឹងទេអត់មានអីម្បាក់ទេអ្នកគ្នាសម្រាប់យើងវាយមួយវគ្គហ្នឹងណាអូខេអញ្ចឹងយើងចូលមកដល់បន្ទាប់ទៀតអញ្ចឹងយើងមកដល់ achievement ទី2គឺដាប់បើងាយស្រួលហើយអ្នកគ្នាងាយស្រួលមកទៅហឹងមនុស្សចាស់ហ្មងអញ្ចឹងកន្លែង engage ហ្នឹងយើងទៅលេងវគ្គchapter 6 episode ទី9ណាអ្នកគ្នាយើងលេង Silvo នេះអ្នកគ្នាវគ្គ Nishigawa ហ្នឹងយើងមកលេងវគ្គចុងក្រោយគេបង្អស់ហ្នឹងមកហើយយើងគ្រាន់ចូលទៅលេង Silvo ហ្នឹងគឺវាលោត achievement ហើយហ្មងអ្នកគ្នាចឹងខ្ញុំធ្វើឲ្យម្ដងហើយបើខ្ញុំចូលទៀតក៏វានៅតែអត់លោតឲ្យដែរតែកន្លែងហ្នឹងអ្នកគ្នាអាចសាកធ្វើបានគ្រាន់យើងចូលទៅហើយលេងទៅហើយលេងឈ្នះហើយទៅវានឹងលោតឲ្យឯអ្នកគ្នាចឹងកន្លែងហ្នឹងគឺស្រួលទេចឹងយើងមកដល់ achievement ទី3របស់យើងម្ដងទៀតសម្រាប់ achievement ទី3ហ្នឹងគឺងាយស្រួលដូចគ្នាអ្នកគ្នាគ្រាន់តែ up speed កលាករអ្នកគ្នាបាន150ទៅវានឹងលោត achievement ឲ្យអីចឹងចឹងខ្ញុំរីកមិនឲ្យអ្នកគ្នា up speed កលាករលើកាអ្នកគ្នាកលាករ rank S ដែលគាត់ប្រភេទ SE អ្នកគ្នាគ្រាន់តែ up ឲ្យបាន150ហ្នឹងទៅគឺអ្នកគ្នានឹង load achievement មកទៀតហើយចឹងបន្ទាប់ពីអ្នកគ្នាបាន achievement ហ្នឹងហើយអ្នកគ្នាចូល claim bar កន្លែង achievement ហ្នឹងទៅហើយបើអ្នកគ្នា full rank វានឹងផ្ទុះចូល rank ថ្មីហើយអ្នកគ្នាចឹងវីដេអូហ្នឹងគឺអត់មានអីវែងឆ្ងាយទេអ្នកគ្នាខ្ញុំមានតែប៉ុណ្្នឹងដូចគ្នាចឹងយើងចាំជួបគ្នានៅវីដេអូក្រោយទៀតជាមួយនឹង achievement rank ពី diamond ទៅ rank master អូខេអ្នកគ្នាអញ្ចឹងគឺបាយបាយខ្ញុំអស់ហើយអ្នកគ្នាបាយបាយ